ជំរាបសួរនាងខ្ញុំឈ្មោះខៀងសថាបរមីនគឺជា founder នៃ Boramin Fashion Boutique ក៏ដូចជាសាលាបណ្ដុះបណ្ដាល The Visionary of Fabrication Art Academy ដែលហៅកាត់ថា VFA នៅពេលថ្មីៗនេះខាង Boramin Fashion Boutique មាន collection មួយដែលយើងធ្វើការសហការជាមួយនឹងខាងផ្ទះ Remade Cambodia ដែលផ្ដោតទៅលើការលើកស្ទួយមរតកវប្បធម៌កេរដំណែលដែលតាក់ទងទៅនឹងក្បាច់គុនបុរាណខ្មែរចា៎ចំពោះ collection នេះផងដែរខ្ញុំបាន inspire ពីប្រវត្តិសាស្ត្រនិងក៏ដូចជាចម្លាក់បុរាណនៃប្រាសាទអង្គរយើងដែលតាក់ទងនឹងក្បាច់គុនបុរាណខ្មែរដែលអាចហៅបានថាជាក្បាច់គុនល្បុក្កតោតាក់ទងនឹងការ design នេះផងដែរនាងខ្ញុំបាន design ចំនួន3ឈុតហើយក្នុងមួយឈុតយើងបែងចែកជា3 piece អញ្ចឹងខ្ញុំចង់ដាក់ការចងចាំឲ្យអ្នកទាំងអស់គ្នាកត់សម្គាល់នៃដំណើរក្បាច់គុនបុរាណខ្មែរដែលក្នុងឈុតនីមួយៗខ្ញុំបាន inspire ពីការស្លៀកពាក់បែបបុរាណដែលយើងក្នុងនោះមានការចងក្បិនមានការចងក្រមានិងគ្រឿងបំពាក់ខ្សែពួរវិញដើម្បីត្រៀមប្រយុទ្ធហើយចំណែកឈុតផ្សេងទៀតខ្ញុំបានផ្ដោតទៅលើដំណាក់នៃការប្រយុទ្ធហើយក្នុងផងដែរខ្ញុំបានដកស្រង់ពីលេខតំណាងឲ្យទ្វារទាំង13នៃក្បាច់គុនល្បុក្កតោប៉ុន្តែខ្ញុំបានធ្វើការ design ចំនួនតែត្រឹមលេខ12ប៉ុណ្ណោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដាក់ការចងចាំទៅលើការ design នេះដោយផ្ដោតលើតួរលេខនីមួយៗដែលតំណាងឲ្យទ្វារអញ្ចឹងលុកទី1ដែលឈុតធំគឺខ្ញុំបានធ្វើវាពីលេខ1ដល់លេខ8ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើទ្វារដែលយើងធ្វើការប្រយុទ្ធតាក់ទងនឹងការប្រយុទ្ធដោយប្រើដៃឬជើងយើងមិនប្រើអាវុធទេចំណែកឯទ្វារលេខ9និងលេខ10គឺនៅក្នុងក្បាច់គុនល្បុក្កតោយើងផ្ដោតទៅលើការប្រយុទ្ធដោយប្រើដំបងចំណែកឯលេខ11គឺយើងធ្វើការប្រយុទ្ធដោយប្រើអាវុធហើយចំពោះលេខ12យើងប្រើអាវុធដូចគ្នាតែគាត់ប្រើអាវុធសម្ងាត់ឬអាវុធដែលសំខាន់សម្រាប់ធ្វើការប្រយុទ្ធចំណែកឯលេខ13ខ្ញុំអត់បានលើកឡើងមកទេដោយសារលេខ13គាត់ផ្ដោតអាគមដើម្បីការប្រយុទ្ធចាហើយសម្លៀកបំពាក់ទាំងនេះសុទ្ធសឹងតែជាសម្លៀកបំពាក់ដែលខ្ញុំទទួលបានការឧបត្ថម្ភចេញពី Everwell ដែលពួកគាត់ធ្វើការស្រង់ចេញពីទន្លេដើម្បីយកមកកែច្នៃនៅក្នុងការ design ដូច្នេះអ្នកទាំងអស់គ្នាអាចឃើញឈុតផ្នែកទូចៗខ្ញុំបាន design ផ្ដោតទៅលើការស្លៀកពាក់ស្រួលៗមិនថាបរោះនិងនារីគាត់អាចស្លៀកពាក់បានបង្កើតជា style ផ្ទាល់ខ្លួនក៏បានដែរហើយចំណែកឯឈុតធំទាំង3ខ្ញុំផ្ដោតទៅលើការ design លក្ខណៈ couture work ដែលឈុតទី1ខ្ញុំផ្ដោតទៅលើការសំពះដែលជាការរំលឹកគុណគ្រូមុននឹងធ្វើការប្រយុទ្ធហើយឈុតទី2និងទី3ខ្ញុំបានធ្វើការ design តាក់ទងនឹងសិល្បៈនៃចម្លាក់បុរាណខ្មែរយើងនៃប្រាសាទអង្គរក៏ដូចជាទិដ្ឋភាពប្រយុទ្ធដ៏អស្ចារ្យនៃក្បាច់គុនល្បុក្កតោចាជាចុងក្រោយនាងខ្ញុំបូរ៉ាមីនសូមធ្វើការខន្តីអភ័យទោសបើសិនបើនាងខ្ញុំមានកង្វះខាតណាមួយនៅក្នុងការស្រាវជ្រាវឯកសារហើយនាងខ្ញុំរីករាយនឹងទទួលការចូលរួមរិះគន់ស្ថាបនាហើយចំណែកឯបងប្អូនដែលគាត់មានចំណេះដឹងបន្ថែមទាក់ទងនឹងសិល្បៈក្បាច់គុនបុរាណខ្មែរជាពិសេសក្បាច់គុនល្បុក្កតោនេះផងដែរបងប្អូនអាចចូលរួមបញ្ចេញមតិដើម្បីចូលរួមលើកស្ទួយនិងរក្សាកេរដំណែលនៃមរតកដូនតារបស់ខ្មែរយើងចា៎នាងខ្ញុំសូមអរគុណយើងនឹងជួបគ្នានៅការ design និង collection បន្តទៀតរបស់ Boramin Fashion Boutique